ការជម្រាបសួរក៏ដូចជាសួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូរបស់នាងខ្ញុំសាជាថ្មីជាមួយនឹងការធ្វើសម្លម្ជូរក្តាតដែលជាសម្លរបស់ខ្មែរយើងហើយស្លចេញពីធាងក្តាតលាយជាមួយនឹងកូនត្រីចង្វានិងត្រីកំពឹសហើយជាចុងក្រោយយើងបង់ជាមួយនឹងម្អមដែលធ្វើឲ្យសម្លមួយប្រភេទនេះមានក្លិនឈ្ងុយឆ្ងាញ់របៀបស្លសម្លនេះដំបូងឡើយនាងខ្ញុំយកកូនត្រីមកលាងសម្អាតឲ្យបានស្អាតជាមុនសិនខ្ញុំប្រើត្រីចង្វានឹងចំនួន2ខាំហើយខ្ញុំលាងវាពី3ទឹកណាបងប្អូនបីឲ្យកូនត្រីនឹងជ្រះក្លិនឆ្អាបបានល្អជំនួសដោយកូនត្រីចង្វានឹងបងប្អូនអាចប្រើជាត្រីអីផ្សេងក៏បានដែរដូចជាត្រីផ្ទក់ឬមួយក៏ត្រីត្អនត្រីកញ្ចុះឬមួយក៏កូនត្រីសអីជាដើមអញ្ចឹងណាបងប្អូនដែលរសជាតិរបស់វានឹងគឺឆ្ងាញ់មួយបែបម្នាក់ណាបន្ទាប់មកទៀតខ្ញុំមានជាមួយនឹងកូនត្រីកំពឹសហ្នឹងហើយត្រីកំពឹសហ្នឹងគឺខ្ញុំប្រើចំនួន2ខាំដូចគ្នាសម្រាប់ត្រីកំពឹសហ្នឹងគឺយើងត្រូវកាត់ព្រួយកាត់អីវាចេញឲ្យបានស្អាតមុននឹងយកមកលាងសម្អាតទឹកបីកុំឲ្យនៅពេលដែលយើងយកមកដាក់ស្លវាតោងជប់គ្នាសេងមេងសាញ់ម៉ាញ់ពេញឆ្នាំងអញ្ចឹងណាហើយណាមួយពេលដែលយើងញ៉ាំចូលមាត់ទៅក៏វាមិនស្រួលដែរវាអាចនឹងមុតមាត់មុតអីយើងអញ្ចឹងណាបងប្អូនកូនត្រីកំពឹសនៅពេលដែលយើងលាងយើងរើសមើលកតិចកទីវាចោលល្អណាបងប្អូនបន្ទាប់ពីខ្ញុំលាងបានពី3ទឹកស្អាតហើយគឺខ្ញុំសម្រោះទុកម្ល៉េះសិនទាំងអស់នេះគឺជាគ្រឿងផ្សំដែលយើងរៀបនឹងយកទៅស្លហើយនឹងមានបន្លែដូចជាធាងក្តាតទាំងអស់នេះគឺទម្ងន់របស់វា1គីឡូបងប្អូនក្តាតមុននឹងយើងយកមកស្លគឺខ្ញុំធ្វើការសកសបកវាបែបនេះព្រោះការសកធាងក្តាតគឺអត់ពិបាកទេងាយស្រួលដូចតែយើងបកសបកផលិតណាបងប្អូនហើយធាងក្តាតនេះដែរគឺវាមានពីរប្រភេទណាបងប្អូនហើយប្រភេទក្តាតខ្លះវាធ្វើឲ្យកាត់ដៃយើងល្មមអញ្ចឹងណាហើយប្រភេទក្តាតមួយទៀតវាអត់មានជាតិកាត់ជាតិល្មមអីទេអញ្ចឹងនៅពេលដែលបងប្អូនបកក្តាតគឺយើងប្រយ័ត្នតិចទៅណាយើងពាក់ស្រោមដៃពាក់អីចឹងទៅដើម្បីកុំឲ្យវាចំក្តាតដែលល្មមធ្វើឲ្យល្មមដៃល្មមអីចឹងបងប្អូនចឹងវាពិបាកហើយសម្រាប់ការសម្គាល់ទៅលើក្តាតណាដែលល្មមឬមួយក៏មិនល្មមគឺនាងខ្ញុំអត់ច្បាស់ទេតែនៅពេលដែលនាងខ្ញុំទិញគឺនាងខ្ញុំតែងតែសួរអ្នកលក់ដែរថាល្មមឬមួយក៏អត់ហើយខ្ញុំសម្គាល់ទៅលើអ្នកលក់ផងនៅពេលដែលគាត់លក់ក្តាតដែលជិតស្រាប់គឺគាត់អត់ពាក់ស្រោមដៃអានឹងបានន័យថាក្តាតគឺអត់ល្មមទេហើយនៅពេលដែលខ្ញុំទិញធាងក្តាតយកមកសក់ខ្លួនឯងគឺខ្ញុំមិនចាំបាច់ពាក់ស្រោមដៃដែរក្តាតដែលខ្ញុំបានសក់រួចរាល់ហើយហ្នឹងគឺខ្ញុំយកមកលាងទឹកពី3ទឹកឲ្យបានស្អាតណាបងប្អូនហើយក្តាតនឹងដែរភាគច្រើនវាមានដីនៅតាមចង្អូរផ្នែកគល់ចឹងហើយនៅពេលដែលយើងលាងទឹកគឺយើងត្រូវការដោះសម្អាតឲ្យបានជ្រះដីបានស្អាតល្អក្តាតហ្នឹងបន្ទាប់ពីបានលាងទឹកស្អាតរួចរាល់ហើយគឺខ្ញុំយកវាមកកាត់ឲ្យបានខ្លីៗអញ្ចឹងណាបងប្អូនសម្រាប់ការកាត់ក្តាតគឺនាងខ្ញុំកាត់ខ្លីៗបិឆិតបែបនេះសម្រាប់បងប្អូនចង់កាត់បែបណាក៏បានដែរទៅតាមចំណង់ចំណូលចិត្តដោយសារតែក្តាតនេះគឺវាមានជាតិល្មាស់តិចៗអញ្ចឹងហើយគឺខ្ញុំត្រូវការយកវាមកច្របាច់ជាមួយនឹងអំបិលដើម្បីឲ្យវាកាត់ជាតិល្មាស់បានអស់ណាអំបិលដែលនាងខ្ញុំប្រើហ្នឹងគឺប្រហែលជា1ស្លាបព្រាបាយហើយខ្ញុំប្រើអំបិលម៉ដ្ឋបងប្អូនចង់ប្រើអំបិលក្រួសក៏បានទៅតាមអ្វីដែលយើងមាននៅក្នុងផ្ទះដាតនឹងដែរគឺយើងត្រូវច្បាច់ជាមួយនឹងអំបិលឲ្យវាទន់ហើយនឹងចេញទឹកបានអស់ណាដូចដែលខ្ញុំបានបញ្ជាក់បងប្អូននៅខាងដើមអញ្ចឹងក្តាតគឺយើងពិបាកនឹងសម្គាល់ថាក្តាតណារមាស់ឬមួយក៏មិនរមាស់ហ្នឹងហើយបងប្អូនគួរតែពាក់ស្រោមដៃដើម្បីការពារកុំឲ្យវារមាស់កាត់ដៃអញ្ចឹងណាហើយនៅពេលដែលរមាស់ម្ដងហ្នឹងគឺយូរបងប្អូនវា2ទៅ3ថ្ងៃអីបានបាត់នៅពេលដែលខ្ញុំច្បាច់ជាមួយនឹងអំបិលបានទន់ហើយនឹងចេញទឹកអស់បែបនេះហើយគឺយើងត្រូវចាក់ទឹកនឹងចោលសិនហើយបន្ទាប់មកចាំយើងលាងជម្រះជាមួយនឹងទឹកធម្មតាចំពោះការលាងសម្អាតក្តាតជាមួយនឹងទឹកនោះគឺវាជួយកាត់ជាតិប្រៃដែលយើងបានច្បាច់ជាមួយនឹងអំបិលបានល្អហើយឲ្យប្រកាសថាក្តាតដែលខ្ញុំលាងនឹងវាជ្រះជាតិអំបិលបានល្អហើយគឺខ្ញុំលាងសម្អាតពី3ទឹកណាបងប្អូននៅពេលដែលយើងលាងជម្រះពី3ទឹកបានស្អាតហើយទឹកចុងក្រោយនឹងយើងត្រូវពូតច្បាច់វាឲ្យបានស្រស់ទឹកល្អមុននឹងយកទៅស្លដែលបានពូតទឹកចេញអស់ហើយនឹងគឺយើងទុកវាម្លែកសិនទៅក្រឡេកមកមើលគ្រឿងផ្សំផ្សេងទៀតហ្នឹងគឺខ្ញុំមានជាមួយនឹងម្អមនោះដោយម្អមបងប្អូនអាចប្រើជាម្រះព្រៅក៏បានទៅតាមចំណង់ចំណូលចិត្តឬមួយក៏អ្វីដែលបងប្អូនមានសម្រាប់ម្អមគឺខ្ញុំហាន់តូចខ្លីៗបែបនេះណាបងប្អូនកាត់វែងក៏បានបន្ទាប់មកខ្ញុំមានជាមួយនឹងម្ទេសផ្លោកឬមួយក៏ហៅថាម្ទេសហាវ៉ៃទៀតសោតម្ទេសផ្លោកនេះដែរបងប្អូនចង់ប្រើម្ទេសផ្លោកម្យ៉ាងទៀតក៏បានដែលវាមានពណ៌បៃតងខ្ចី
ហើយនឹងពណ៌ក្រហមម្ទេសផ្លោកហ្នឹងគឺយើងដាក់ដើម្បីឲ្យវាមើលទៅវាមានភាពទាក់ទាញស្រស់ស្អាតអញ្ចឹងណាបងប្អូនរលែកមកមើលទឹកដែលខ្ញុំដាក់ដាំចោលហ្នឹងក៏ពុះល្មមដែរអញ្ចឹងខ្ញុំចាប់ផ្ដើមបង់ជាមួយនឹងរំដេងស្លឹកគ្រៃស្លឹកក្រូចហើយនឹងខ្ញុំបង់ជាមួយនឹងម្ជូរខ្សាំងណាបងប្អូនចំនួន1ផ្លែហើយនឹងខ្ទឹមសហ្នឹងចំនួន2-3កំពឹសបងប្អូនក្រោយគេហ្នឹងគឺខ្ញុំដាក់ជាមួយនឹងប្រហុក1កូនដុំប្រហុកបងប្អូនចិញ្ច្រាំវាឲ្យល្អិតយកមកបង់ចូលតែម្ដងក៏បានមួយបងប្អូនក៏ច្រុំជាមួយនឹងទឹកក្តៅដូចខ្ញុំអញ្ចឹងក៏បានទៅតាមអ្វីដែលបងប្អូនចង់ធ្វើហើយសម្រាប់សម្លម្ជូរព្រៃឬក៏ម្ជូរក្តាតបែបនេះបងប្អូនដាក់ប្រហុកឲ្យរាងចាស់ដៃបន្តិចទៅវាមានក្លិនឈ្ងុយល្អបន្ទាប់មកគឺខ្ញុំបង់ជាមួយនឹងក្តាតចូលតែម្ដងចំពោះក្តាតនេះគឺយើងត្រូវដាក់មុនគេណាបងប្អូនបងប្អូនមើលតែក្តាតឆ្អិនបន្តិចហើយគឺខ្ញុំចាប់ផ្ដើមបង់ជាមួយនឹងកូនត្រីចង្វាចូលនៅពេលដែលយើងដាក់ត្រីចូលនោះគឺយើងកុំយកវែកកបងប្អូនវានាំឲ្យសម្លរបស់យើងមានក្លិនឆ្អាបព្រោះតែនេះខ្ញុំដាក់កូនត្រីបានឆ្អិនបន្តិចហើយគឺខ្ញុំចាប់ផ្ដើមដាក់ជាមួយនឹងម្ទេសផ្លោកចូលតែម្ដងរួចបន្ទាប់មកគឺខ្ញុំបង់ជាមួយនឹងកំពឹសបងប្អូនចាយើងដាក់កំពឹសចូលក្រោយគេមកមើលតែកំពឹសឡើងក្រហមព្រឿងហើយគឺយើងចាប់ផ្ដើមបង់ជាមួយនឹងគ្រឿងទេសដូចជារ៉ុតឌីកន្លះស្លាបព្រាបាយប៊ីចេងកន្លះស្លាបព្រាបាយហើយសម្រាប់អំបិលគឺយើងកុំទាន់អាលដាក់យើងភ្លក់មើលសិនទៅបើសិនជាវាស្ទើរប្រៃចាំយើងថែមតាមក្រោយដោយសារតែក្តាតគឺយើងបានច្បាច់ជាមួយនឹងអំបិលពីមុនហើយអញ្ចឹងទៅបើសិនជាយើងដាក់មិនបានភ្លក់ទេវានាំឲ្យសម្លយើងគឺកាន់តែប្រៃអញ្ចឹងណាបងប្អូនអញ្ចឹងហើយចាំយើងភ្លក់មើលសិនទៅបើសិនជាស្ទើរគ្រឿងស្ទើរប្រៃស្ទើរអីចឹងទៅចាំយើងថែមតាមក្រោយចឹងណាបងប្អូនហើយនៅពេលដែលខ្ញុំភ្លក់ទៅគឺវារាងស្ទើរប្រៃទៅខ្ញុំថែមអំបិលចំនួន1ចុងស្លាបព្រាបាយតាមក្រោយទៀតហើយចុងក្រោយគេហ្នឹងគឺខ្ញុំបង់ជាមួយនឹងម្អមចូលនៅពេលដែលយើងបង់ម្អមចូលភ្លាមគឺយើងត្រូវបិទហ្គាសឬមួយក៏បិទភ្លើងភ្លាមដើម្បីកុំឲ្យម្អមហ្នឹងគឺវារលួយឬក៏ស្លោកខ្លាំងពេកហើយយើងធ្វើបែបនេះគឺដើម្បីរក្សាពណ៌ម្អមហ្នឹងឲ្យវានៅស្រស់ស្អាតហើយសម្លប្រភេទនេះបងប្អូនជាទូទៅគឺគេស្លោកបែបជូរប្រៃនិងឈ្ងុយក្លិនផុកដិតបន្តិចទើបមានរសជាតិឆ្ងាញ់ជាពិសេសបើយើងបានញិចជាមួយនឹងម្ទេសហឹលឬមួយក៏ម្ទេសហុយបងប្អូននិយាយពីថាឡើងឆ្ងាញ់មែនទេហើយនិយាយថាបើបានហត់មួយចានក្តៅនិយាយពីថាបែរញើសឡើងខ្ចាយញ៉ាំទៅគឺស្រួលខ្លួនមែនទេជាចុងក្រោយនឹងខ្ញុំសង្ឃឹមថាបងប្អូននឹងចូលចិត្តវីដេអូមួយនេះហើយកុំភ្លេចជួយចុច like និង subscribe Channel YouTube របស់នាងខ្ញុំម្នាក់មួយផងសូមអរគុណនិងសូមជម្រាបលាហើយសូមជួបគ្នានៅវីដេអូក្រោយៗទៀតបាយបាយ